គ្រូថ្ងៃនេះបង្ហាញពីប្អូនស្រីដែលរៀនពូកែនៅថ្នាក់ទី7កនៃវិទ្យាល័យព្រះនរោត្តមរណរដ្ឋស្រុកទឹកឈូខេត្តកំពតពាក្យដែលប្អូនសរសេរតាមអានទាំង10មានភ័យស្លន់ឧបាយកលឈ្លានពានឯកឯងមជ្ឈដ្ឋានសហគមន៍ចែករំលែកសន្ធោសន្ធៅប្រាកដអានុភាពចាឥឡូវនេះអ្នកគ្រូបង្ហាញជូនពីការសរសេរតែងសេចក្តីពិពណ៌នាពីសេនាមឿងរបស់ប្អូនស្រីគង់ស្រីលៀបចាអញ្ចឹងនេះគឺជាស្នាដៃដែលប្អូនបានសរសេរសេចក្តីអធិប្បាយវីរៈបុរសជាតិជាបេះដូងរបស់ប្រវត្តិសាស្ត្រដែលលោកបានបន្សល់ទុកនូវស្នាដៃដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយក្នុងចំណោមវីរៈជនខ្មែរស្នេហាជាតិមាតុភូមិជាច្រើនរូបកូនខ្មែរគ្រប់រូបមិនដែលភ្លេចឡើយនៅព្រះនាមអុកញ៉ាឃ្លាំងមឿងដែលលោកជាមេទ័ពអង្គអាចក្លាហាននិងហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិសេនាមឿងមិនត្រឹមតែជាសេនាបតីប៉ុណ្ណោះទេប៉ុន្តែលោកជានិមិត្តរូបនៃភាពអង់អាចក្លាហានលះបង់ជីវិតដ៏ឧត្តមឧត្តមថែមទៀតផងចាអញ្ចឹងអ្នកគ្រូសុំកែពាក្យប្អូនស្រីសរសេរសេនាបតីមិនមែនស្អិទេគឺស្រអីអុកញ៉ាឃ្លាំងមឿងកន្លែងនេះប្អូនដាក់គាត់ប៉ុន្តែបងប្អូនដែលសរសេរបងប្អូនដាក់លោកមកណាចាអ្នកគ្រូសុំអានម្ដងទៀតអុកញ៉ាឃ្លាំងមឿងលោកមានតួនាទីជាអ្នកមើលការខុសត្រូវឃ្លាំងអាវុធនិងស្បៀងអាហារក្នុងសម័យព្រះច័ន្ទរាជាក្នុងសម័យលង្វែកចឹងកន្លែងសម័យនេះ2ដងហើយចឹងយើងលុបមួយចោលទៅកុំឲ្យវាស្ទួនពាក្យលោកមានរូបរាងសង្ហាបែបបរោះជាតិខាងអ្នកចម្បាំងនិងសមជាមេទ័ពអ្វីដែលលើសពីនេះគឺលោកមានសេចក្តីក្លាហានឥតព្រំដែនមានចិត្តទូលាយហ៊ានបូជាជីវិតសូម្បីតែជីវិតផ្ទាល់ខ្លួនខុសពីមេទ័ពដទៃទៀតដែលខ្លាចអំណាចទ័ពសៀមអុកញ៉ាឃ្លាំងមឿងគឺជាមេទ័ពដែលមានចិត្តសច្ចៈនិងភក្តីភាពដាច់ខាតចំពោះព្រះមហាក្សត្រព្រមទាំងប្រទេសជាតិដែលលោកមានប្រាជ្ញាយុទ្ធសាស្ត្រក្នុងការរៀបចំចម្បាំងរៀបចំកម្លាំងទ័ពយ៉ាងល្អិតល្អន់លក្ខណៈសម្បត្តិទាំងអស់នេះហើយដែលធ្វើឲ្យលោកជាទីពឹងដ៏រឹងមាំរបស់ប្រទេសជាតិនាគ្រាមានអាសន្ននៅពេលដែលមេទ័ពទាំងឡាយមានការតក់ស្លុតនិងអស់សង្ឃឹមប៉ុន្តែសេនាមឿងបានលេចឡើងនៅស្មារតីបដូរផ្ដាច់ដោយកម្លាំងមនុស្សមិនអាចទប់ទល់បានលោកក៏បានសម្រេចចិត្តបង្គាប់ឲ្យគេជីករណ្ដៅរួចដោតជំរងនៅបាតរណ្ដៅនោះសេនាមឿងលោកក៏បានលោតចូលទៅក្នុងរណ្ដៅដែលមានជំរងមុតស្រួចហើយប្រពន្ធនិងកូន2នាក់លោតទៅតាមដែរដើម្បីទៅកេណ្ឌទ័ពខ្មោចចាអ្នកគ្រូសុំកែពាក្យចម្រងអូនទៅសេខុសចម៉ូចង្រោះស្រអូននិងងបងអូនសរសេរវខុសមួយពាក្យទៀតហើយក្រោយពេលលោកលាចាកលោកទៅនៅឯសមរភូមិឃើញមានខ្យល់ព្យុះបក់បោកនិងបានវាយលុកទ័ពសៀមឲ្យរត់ខ្ចាត់ចែអស់លុះដល់ថ្ងៃ15កើតចំថ្ងៃពេញបូរមីគេឮសូរសន្ធឹកក៏ក្រើកមេឃក៏ក្រើកដីដូចបណ្ដាំរបស់លោកតាឃ្លាំងមឿងមែនទ័ពសៀមឃើញស្ថានភាពមិនសូវល្អក៏នាំគ្នារត់ប្រាសអាយុចោលស្បៀងនិងអាវុធអស់ឈ្មោះរបស់សេនាមឿងបានចារឹកក្នុងប្រវត្តិសាស្ត្រនិងការចងចាំទុកនៅវីរៈជនស្នេហាជាតិចឹងកន្លែងនេះលើសពាក្យក្នុងដែរកន្លែងហ្នឹងមិនបាច់ដាក់ក្នុងទេចាវីរៈជនស្នេហាជាតិមិនស្នេហាជីវិតទេខុសកន្លែងនេះមួយទៀតសរុបសេចក្តីមកការពលីជីវិតរបស់លោកតាឃ្លាំងមឿងបានរំដោះប្រទេសជាតិទាំងមូលឲ្យជៀសផុតពីការឈ្លានពានរបស់ពួកសៀមម្យ៉ាងទៀត
ខ្ញុំសូមសរសើរលោកសេនាមឿងដោយស្មោះត្រង់គាត់មានទឹកចិត្តស្នេហាជាតិហ៊ានបូជាជីវិតមិនគិតពីអ្វីទាំងអស់ក៏ព្រោះតែពាក្យថាស៊ូស្លាប់ដើម្បីជាតិមាតុភូមិចាអញ្ចឹងឃ្លាដែលបងអូនសរសេរខុសនាងខ្ញុំបានកំណែរួចហើយដូច្នេះហើយក្នុងនាមយើងជាកូនខ្មែរត្រូវតែចងចាំព្រះនាមអុកញ៉ាឃ្លាំងមឿងព្រោះលោកជាអ្នករំដោះព្រះរាជាណាចក្រឲ្យមានសុខសន្តិភាពចាអញ្ចឹងនេះជាការសរសេររបស់ប្អូនស្រីកុងស្រីលៀបសិស្សថ្នាក់ទី7នៃវិទ្យាល័យព្រះនរោត្តមរណរដ្ឋពាក្យខ្លះខុសអញ្ចឹងអ្នកគ្រូបានកំណែរួចរាល់ហើយសម្រាប់ពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅអត្ថបទឬក៏ស្នាដៃរបស់បងប្អូនក្រោយៗទៀតសូមអរគុណ